សូមជម្រាបសួរបងនៅខាងមុខបងនេះដែរគឺបងថ្ងៃនេះគឺសូមណែនាំរបៀបតុបកាយ៉ាឡៃឬក៏អាចហៅម្យ៉ាងទៀតគឺតុបកាត់លុយហើយសម្រាប់នៅក្នុងនេះដែរគឺពិសេសណាបងគឺប្លែកគឺអត់ជន់គេទេដោយសារបើបងទិញទៅគឺថាស្អាតហើយប្លែកបងសូមបញ្ជាក់ថានៅខាងលើនេះគឺបងឃើញចាំងនេះគឺគេធ្វើពីសាងពីគុជខ្យងយើងឆ្លាក់បិទជារូបអីចឹងទៅហើយក្នុងតុកាយ៉ាឡៃនេះទៀតសោតគឺគេសាងពីឈើធ្នង់សុតតែម្ដងហើយសម្រាប់កែនៅខាងក្រោយនេះវិញក៏មិនធម្មតាដែរបងបាទគឺកែក៏ធ្នង់ហើយបិទគុជខ្យងអីចឹងទៅអែតជាមួយកៅអីនេះក៏មានគុជខ្យងចឹងដែរក្នុងមួយឈុតនេះគឺស្អាតទាំងព្រមតែម្ដងហើយគឺតម្លៃវិញក៏ពិសេសមើលបងអង្គុយទៅមានភាពស្រួលហើយយើងមើលទៅស្អាតណាបងបាទហើយជាចុងក្រោយអត់មានអីទេគាត់ថាបើបងចង់ដឹងច្បាស់ព័ត៌មានលម្អិតបងនឹងរៀបរាប់នៅក្នុង Telegram ឬក៏ឆាតជូនបងតែម្ដងហើយតម្លៃពិសេសជូនបាទអរគុណច្រើនបងអរគុណ